បានតែពួកអ្នកជាខ្មោចព្រាយបិសាចមកពីណាព្រោះអីនៅសុកបែរជាឃើញនៅទីនេះអ្នកទាំងអស់គ្នាអាចទៅជាមួយយើងបានព្រោះអីយើងកំពុងត្រឡប់ទៅភូមិរបស់យើងគឺនៅក្បែរនេះទេពួកឯងកុំសង្ឃឹមចេញពីព្រៃនេះបានឲ្យសោះយប់នេះពួកឯងនឹងត្រូវស្លាប់នៅទីនេះហើយនឹងក្លាយជាចំណីរបស់ពួកយើងរឿងនេះបានកើតឡើងលើអ៊ំប្រុសម្នាក់និងក្មួយគាត់ពីរនាក់ទៀតកាលពីឆ្នាំ89ហើយរឿងនេះផងដែរវាពាក់ព័ន្ធជាមួយនឹងអមនុស្សនៅក្នុងព្រៃពពួកអមនុស្សក្នុងព្រៃគឺចង់សំដៅទៅលើពពួកខ្មោចព្រាយបិសាចនៅក្នុងព្រៃឬក៏ព្រាយខ្លាព្រាយជ្រូកព្រៃជាដើមហើយរឿងមួយនេះគឺចង់និយាយអំពីខ្មោចព្រៃវាគឺមានសកម្មភាពខ្លាំងណាស់ដែលបន្ទាប់ពីព្រាយខ្លាវាតែងតែធ្វើសកម្មភាពវាយប្រហារទៅលើមនុស្សដែលចូលទៅក្នុងព្រៃជាពិសេសព្រានព្រៃជាច្រើនគឺជាគោលដៅវាយប្រហាររបស់ខ្មោចព្រៃប៉ុន្តែខ្មោចព្រៃវាមិនសូវខ្លាំងក្លាដូចជាព្រាយខ្លានោះទេចឹងហើយវាតែងតែធ្វើការវាយប្រហារមុនព្រាយខ្លាជានិច្ចពួកខ្មោចព្រៃវាខ្លាំងពូកែទៅលើការបោកបញ្ឆោតបំភាន់ភ្នែកគឺវាខ្លាំងជាងព្រាយខ្លាប៉ុន្តែបើនិយាយពីការវាយប្រហារគ្នាវិញពួកខ្មោចព្រៃមិនអាចយកឈ្នះព្រាយខ្លាបាននោះទេអញ្ចឹងហើយបានជាពេលដែលព្រានព្រៃឬអ្នកដើរចូលព្រៃដែលត្រូវបានព្រាយខ្លាវាយប្រហារហើយមិនមានពួកខ្មោចព្រៃទៅវាយប្រហារទៀតនោះទេចំណែកឯកន្លែងដែលមានព្រាយខ្លាវាយប្រហារមុនអាចនឹងមានព្រាយខ្លាមកវាយប្រហារទៀតក៏ថាបានអញ្ចឹងហើយអ្នកដែលដើរព្រៃឬក៏ព្រានព្រៃត្រូវមានស្មារតីខ្ពស់មិនត្រូវជឿលើអ្វីផ្ដេសផ្ដាសដែលភ្នែកខ្លួនឯងបានឃើញឬក៏ត្រចៀកបានលឺងាយនោះទេមុននឹងជឿអ្វីមួយត្រូវគិតពិចារណាតើវាសមដែរទេនៅកណ្ដាលព្រៃបែបនេះបែរជាជួបរឿងចម្លែកបែបនេះពេលខ្លះវាបន្លំខ្លួនធ្វើជាស្រីស្អាតពេលខ្លះវាធ្វើជាកូនអ្នកភូមិហើយពេលខ្លះទៀតវានិមិត្តជាភូមិមួយនៅកណ្ដាលព្រៃទៀតផងនៅពេលយើងលង់ខ្លួនចូលទៅជាមួយវាហើយពេលនោះអ្នកដែលត្រូវវាបន្លំភ្នែកនោះនឹងត្រូវស្លាប់បាត់បង់ជីវិតប៉ុន្តែពិធីបំភាន់ភ្នែកបែបនេះមិនសូវមានប្រសិទ្ធភាពចំពោះព្រានព្រៃនោះទេចំណែកឯកន្លែងរស់នៅរបស់ពួកវាគឺស្ថិតនៅក្នុងព្រៃជ្រៅហើយនៅពេលថ្ងៃវាតែងតែតាមដានឃ្លាំមើលកម្មវិធីរបស់មនុស្សដែលដើរចូលទៅដល់ព្រៃជ្រៅដែលជាតំបន់របស់វាហើយនៅពេលវាតាមឃ្លាំមើលនរណាម្នាក់វាកម្រឲ្យគេដឹងខ្លួនណាស់លើកលែងតែគេជាគ្រូអាគមតែមានវិជ្ជាខ្ពង់ខ្ពស់ទើបមានញាណពិសេសអាចដឹងថាមានពពួកខ្មោចព្រៃកំពុងតែតាមដានគាត់ប៉ុន្តែនៅពេលយប់ឡើងចូលមកដល់វានឹងបញ្ចេញសកម្មភាពប្លែកៗជាច្រើនផ្សេងគ្នាធ្វើយ៉ាងណាអន្តងចិត្តឲ្យយើងទៅតាមវាដោយសារតែមានពពួកខ្មោចព្រៃនៅក្នុងព្រៃបែបនេះហើយបានជាចាស់ឬក៏ព្រានព្រៃដែលធ្លាប់ជួបនិយាយប្រាប់តគ្នាបែបនេះមានគ្រួសារមួយដែលរស់នៅក្នុងភូមិមួយដែលនៅជាប់នឹងព្រៃតែម្ដងភូមិមួយនោះមិនធំប៉ុន្មានទេមាន30ទៅ35គ្រួសារតែប៉ុណ្ណោះចំណែកគ្រួសារនោះផងដែរគឺមានម្ដាយម្នាក់និងកូនប្រុស2នាក់ចំណែកឯឪពុកដែលជាមេគ្រួសារគឺបានស្លាប់ដោយសារតែព្រាយខ្លាហេតុថាគាត់ជាព្រានព្រៃប្រមាញ់សត្វហើយគាត់បានជួបនឹងវាពេលគាត់ចូលទៅក្នុងព្រៃជ្រៅដើម្បីបរបាញ់សត្វនៅក្នុងគ្រួសារនោះកូនប្រុសច្បងឈ្មោះធានិងកូនប្រុសពៅឈ្មោះរ៉ាប៉ុន្តែពួកគេក៏មានអ៊ំពូមីងគេនៅក្បែរនោះផងដែរដោយលោកពូរបស់គេនោះគឺមានឈ្មោះថាផាតគឺជាដៃគូរបស់ឪពុករបស់ពួកគេទាំងពីរនាក់នៅពេលគាត់នៅរស់រានមានជីវិតគាត់តែងតែចូលព្រៃដើម្បីបរបាញ់ជាមួយនឹងប្អូនប្រុសរបស់គាត់ប៉ុន្តែនៅពេលដែលឪពុករបស់ក្មេងប្រុសទាំងពីរនោះត្រូវបានស្លាប់ដោយសារតែព្រាយខ្លាអ៊ំផាតគាត់ក៏ឈប់ចូលព្រៃជ្រៅដើម្បីបរបាញ់សត្វទៀតគឺដោយសារតែគាត់មិនសូវចេះនៅមុនវិជ្ជាអាគមខ្លាំងពូកែដូចជាបងប្រុសរបស់គាត់នោះទេបងប្រុសរបស់គាត់មានវិជ្ជាអាគមខ្លាំងពូកែជាងគាត់ទៅទៀតប៉ុន្តែទីបំផុតគឺត្រូវស្លាប់ដោយសារតែព្រាយខ្លាចុះទម្រាំតែគាត់ទៀតច្បាស់ជាមិនអាចទប់ទល់ជាមួយពួកវាបាននោះទេចឹងហើយចាប់ពីពេលបងប្រុសគាត់ស្លាប់បាត់បង់ជីវិតទៅគាត់នៅជួយមើលថែប្រពន្ធនិងក្មួយរបស់គាត់ទាំងពីរនាក់
ប៉ុន្តែអ៊ំផាតគាត់នៅតែបរបាញ់ដដែលគ្រាន់តែគាត់នៅបរបាញ់ព្រៃរាក់ៗក្បែរភូមិប៉ុណ្ណោះគឺគាត់បាញ់តែសត្វតូចឬក៏សត្វស្លាបប៉ុណ្ណោះគាត់តែងតែបង្រៀនក្មួយរបស់គាត់ឲ្យចេះបរបាញ់រកសាច់ឲ្យម្ដាយហើយគាត់ក៏ចូលទៅក្នុងព្រៃជាមួយផងដែរនៅថ្ងៃមួយត្រូវជាថ្ងៃរបស់អ៊ំផាតគាត់នាំក្មេងៗចូលទៅក្នុងព្រៃដើម្បីបរបាញ់ក្នុងព្រៃរាក់ៗជាធម្មតាអញ្ចឹងគ្រាន់តែព្រឹកព្រលឹមគឺគាត់នាំគ្នាចូលដល់ព្រៃបាត់ទៅហើយរួចការចូលក្នុងព្រៃរបស់គាត់គឺតែងតែវិលត្រឡប់មកវិញនៅពេលថ្ងៃមិនទាន់លិចពួកគាត់មិនធ្លាប់ដេកនៅក្នុងព្រៃដូចកាលពីមុននោះទេប៉ុន្តែនៅថ្ងៃនេះស្រាប់តែមានរឿងរ៉ាវចម្លែកបានកើតឡើងពួកគាត់បែរជាដើរវង្វេងព្រៃដោយមិនដឹងខ្លួនពួកគាត់គឺមិនបានចូលព្រៃជ្រៅទាល់តែសោះតើហេតុអ្វីបែរជាពួកគាត់ដើរវង្វេងព្រៃបែបនេះចឹងហើយស្របពេលដែលព្រៃតូចមួយនេះគាត់ដើរឡើងសោះទៅហើយស្រាប់តែគាត់បែរជារកផ្លូវចេញមិនឃើញហើយគាត់ចេះតែដើរទៅរហូតដល់ព្រៃដែលគាត់មិនធ្លាប់ដែលចូលមកពីមុនបន្ទាប់ពីគាត់នឹងក្មួយប្រុសស្វែងរកច្រកចេញមិនឃើញគាត់ប្រកាសក្នុងចិត្តថាប្រហែលជាមានរឿងរ៉ាវចម្លែកហើយបានជាគាត់ត្រូវជាប់ឃុំឃាំងនៅក្នុងព្រៃមួយនេះបើតាមគាត់ស្មានប្រហែលពពួកខ្មោចព្រៃវាបំភាន់ហើយទើបបានជាគាត់រកផ្លូវចេញមិនឃើញដូច្នេះចង់មិនចង់ពួកគាត់ត្រូវតែស្នាក់នៅក្នុងព្រៃនេះហើយយប់នេះនៅពេលជួបហេតុការណ៍បែបនេះអ៊ំផាតគាត់មានការសោកស្ដាយជាខ្លាំងព្រោះណាគាត់មិនចេះអាគមសម្រាប់បំបែកការបំភាន់ភ្នែករបស់ពពួកខ្មោចព្រៃដូច្នេះនោះទេគាត់មានតែរងចាំរហូតដល់ព្រឹកព្រោះគាត់គិតថាពេលព្រឹកស្អែកគឺគាត់ប្រកាសជាអាចរកផ្លូវចេញទៅផ្ទះវិញបានព្រោះអីការបំភាន់ភ្នែករបស់ពពួកខ្មោចព្រៃគឺវាមិនដូចជាការដើរចូលក្នុងព្រៃអដ្ឋានរបស់គេនោះទេការដើរចូលក្នុងព្រៃអដ្ឋានរបស់គេបើកាលណាយើងមិនចេះដល់គឺយើងនឹងជាប់រហូតដល់ស្លាប់នៅទីនោះតែម្ដងប៉ុន្តែការបំផំភ្នែករបស់ខ្មោចព្រៃបើយើងអាចឆ្លងបានមួយយប់នោះស្អែកឡើងអ្វីៗនឹងត្រឡប់មកសភាពដើមវិញអញ្ចឹងគាត់បានប្រាប់ទៅក្មួយរបស់គាត់ថាយប់នេះយើងមិនអាចចេញពីព្រៃនេះបានទេយើងមានតែស្នាក់នៅទីនេះមួយយប់ប៉ុណ្ណោះនៅពេលពួកក្មេងៗបានលើអ៊ំផាតនិយាយដូច្នោះធ្វើឲ្យពួកគេមានការភិតភ័យយ៉ាងខ្លាំងព្រោះថាពួកគេមិនដែលធ្លាប់ដេកនៅក្នុងព្រៃនោះទេណាមួយឪពុករបស់គេក៏ធ្លាប់ស្លាប់នៅក្នុងព្រៃទៀតដោយសារតែព្រាយខ្លាមិនអីនោះទេពួកឯងកុំខ្លាចគូនឹងរកវិធីដើម្បីឲ្យពួកឯងរស់រានមានជីវិតចាក់ចេញពីព្រៃនេះឲ្យតែពួកយើងគ្រប់គ្នាអាចឆ្លងផុតពីយប់នេះទៅថ្ងៃស្អែកពួកយើងនឹងអាចរកផ្លូវទៅផ្ទះវិញបានហើយអ្វីដែលត្រូវធ្វើគឺត្រូវធ្វើចិត្តឲ្យរឹងមាំមិនត្រូវទន់ខ្សោយជាដាច់ខាតហើយមូលហេតុដែលពុករបស់ឯងស្លាប់គឺដោយសារតែផ្លូវចិត្តទន់ខ្សោយព្រោះតែគាត់មានបញ្ហាផ្លូវចិត្តរបស់គាត់ទើបព្រាយខ្លាអាចសម្លាប់គាត់បានអញ្ចឹងគូសង្ឃឹមថាក្មួយនឹងមានផ្លូវចិត្តរឹងមាំកុំខ្លាចបន្តស្លុតទៅសោះដំបូងឡើយអ៊ំផាគាត់គិតថានឹងរកដើមឈើមួយដើម្បីធ្វើធ្នាក់សម្រាកស្នាក់នៅមួយយប់ប៉ុន្តែគាត់គិតចុះគិតឡើងគាត់ក៏នឹកឃើញថាគាត់មិនចេះអាគមចងដើមឈើការពារកុំឲ្យខ្មោចព្រៃទាំងអស់នោះឡើងទៅលើដើមឈើបាននោះទេអញ្ចឹងវាប្រកាសជាអាចឡើងទៅលើដើមឈើវាប្រហារគាត់បានជាក់ជាមិនខានអញ្ចឹងការស្នាក់នៅលើធ្នាក់គឺមិនមានសុវត្ថិភាពសម្រាប់ពួកគាត់ឡើយនៅពេលនោះគាត់ក៏នឹកឃើញជាមួយទៀតដែលអាចធ្វើឲ្យគាត់មានសុវត្ថិភាពនៅយប់នេះយប់នេះយើងមានវិធីមួយប៉ុណ្ណោះដែលអាចជួយយើងឲ្យរស់ជីវិតនៅយប់នេះគឺស្វែងរកដីច្រាបដើម្បីស្នាក់នៅមួយយប់ព្រោះថាមានតែដីច្រាបទេអាចជួយជីវិតយើងបានលោកពូហេតុអីយើងមិនរកដើមឈើបោះអ្នកវិញទៅការបោះអ្នកលើដើមឈើមិនប្រកាសថាមានសុវត្ថិភាពនោះទេព្រោះថាពូមិនចេះមុនជាអាគមចងដើមឈើដើម្បីការពារខ្មោចព្រៃព្រាយបិសាចនោះទេចុះដីច្រាបនោះជាអ្វីទៅហើយការពារយើងបានដោយយ៉ាងណាទៅ
ដីច្រាបនោះជាដីសាកសិទ្ធហើយមានជាតិប្រៃតិចសត្វជាច្រើនគឺចូលចិត្តស៊ីដីនេះណាស់ហើយកន្លែងណាដែលមានដីច្រាបទីនោះគឺគ្មានស្មៅឬរុក្ខជាតិដុះទេហើយគូយកដីច្រាបនេះសូត្របាលីដែលចេះជួយការពារទុកពពួកអមនុស្សមកពីបិសាចមិនឲ្យវាចូលមកវាជាយើងបានឡើយហើយពីគាត់និយាយជាមួយគាត់មួយហើយពួកគាត់ក៏ចេះទៅដើររកកន្លែងដែលមានដីច្រាបប៉ុន្តែគាត់មិនដឹងថាកន្លែងណាមានដីច្រាបនោះទេគាត់ក៏បួងសួងឲ្យព្រលឹងបងប្រុសរបស់គាត់ជួយនាំផ្លូវទៅរកកន្លែងដែលមានដីច្រាបហើយគាត់ចេះទៅដើរទៅតាមអារម្មណ៍ដោយគិតថាអាចនឹងទៅដល់កន្លែងដែលមានដីច្រាបណាមួយគាត់ក៏នៅពេលប្រហែលជា2ទៅ3ម៉ោងទៀតទើបមេឃងងឹតនៅពេលដែលគាត់ដើរស្វែងរកដីច្រាបគាត់ដើរអស់ពេលប្រហែល1ម៉ោងក៏នៅតែរកមិនឃើញដោយសារតែគាត់ដើរស្វែងរកច្រកចេញអស់ពេលជាច្រើនម៉ោងហើយដល់ពេលឥឡូវគាត់ត្រូវរកកន្លែងដែលមានដីច្រាបទៀតធ្វើឲ្យគាត់អស់កម្លាំងខ្លាំងមែនទែនប៉ុន្តែពួកគាត់គឺមិនអាចទន់ខ្សោយទេពួកគាត់មានតែខំប្រឹងបន្តដំណើរទៅមុខទៀតបន្ទាប់ពីគាត់ខំប្រឹងដើរអស់ពេលជាយូរបន្ថែមទៀតក៏នៅតែរកមិនឃើញទីតាំងដែលមានដីច្រាបធ្វើឲ្យពួកគាត់មានការអស់សង្ឃឹមជាខ្លាំងប្រហែលជាជីវិតរបស់គាត់ទាំង3នាក់នឹងត្រូវស្លាប់ក្នុងព្រៃនេះហើយមើលទៅនៅពេលពួកគាត់សម្រាកយកកម្លាំងបន្តិចធាដែលត្រូវជាក្មួយច្បងក៏សួរទៅគាត់ថាលោកពូនៅក្នុងព្រៃនេះប្រហែលជាគ្មានដីច្រាបនោះទេព្រោះអីពួកយើងទាំង3នាក់ខំដើរស្វែងរកអស់ពេលជាយូរមកហើយក៏នៅតែរកមិនឃើញកន្លែងដែលមានដីច្រាបទៀតមើលទៅប្រហែលជាពួកយើងគួរតែបោះឈ្នះហើយមើលទៅទោះបីជាយើងបោះឈ្នះក៏មិនប្រកាសថាពួកយើងមានសុវត្ថិភាពនោះដែរវិធីអាចរស់រានមានជីវិតបានគឺមានតែរកឲ្យឃើញទីតាំងដែលមានដីច្រាបប៉ុណ្ណោះហើយគាត់គិតថាក្នុងព្រៃច្បាស់ជាមានដីច្រាបជាក់ជាមិនខានប៉ុន្តែគ្រាន់តែយើងរកវាមិនទាន់ឃើញប៉ុណ្ណោះឲ្យតែយើងនៅមានដង្ហើមក្តីសង្ឃឹមយើងគឺត្រូវតែមានបន្ទាប់ពីពួកគាត់សម្រាកមានកម្លាំងបន្តិចយើងនឹងត្រូវបន្តដំណើរទៅស្វែងរកដីច្រាបបន្តទៀតព្រោះអីនៅពេលនេះមេឃចាប់ផ្ដើមងាកទៅហើយរួចបន្តិចទៀតមេឃក៏ចាប់ផ្ដើមងងឹតនោះយើងក៏ជិតអស់ពេលវេលាស្វែងរកដីច្រាបបន្តទៀតដែរបន្ទាប់ពីបាននិយាយគ្នាបែបនេះពួកគាត់ក៏បន្តដំណើរទៅរកដីច្រាបបន្តទៀតបន្ទាប់ពីពួកគាត់ដើរស្វែងរកដីច្រាបបន្តទៅបានប្រហែលជាកន្លះម៉ោងទៀតពួកគាត់ក៏ដើរទៅដល់កន្លែងមួយដែលមានដីវាលហើយមិនមានស្មៅឬរុក្ខជាតិអីដុះនៅលើវាទាល់តែសោះហើយដីវាលនោះដែលមានទំហំប្រហែលប៉ុនបឹងតូចមួយប៉ុណ្ណោះមើលទៅដូចជាដីច្រាបអញ្ចឹងបើតាមអំផានគាត់សម្គាល់លក្ខណៈរបស់វាលុះដើរទៅដល់ទីនោះគាត់ក៏យកដីនោះភ្លុកមើលទៅទើបដឹងថាវាមានរសជាតិប្រៃតិចពេលនោះទើបដឹងថាវាជាដីច្រាបពិតមែនពេលដើររកកន្លែងដីច្រាបឃើញធ្វើឲ្យពួកគាត់មានការសប្បាយចិត្តជាខ្លាំងប៉ុន្តែទម្រាំតែគាត់រកឃើញគឺព្រះអាទិត្យរៀបនឹងលិចបាត់ទៅហើយភ្លាមនោះអំផានគាត់ក៏ប្រញាប់សូត្រមន្តអាគមរបស់គាត់ដាក់លើដីច្រាបនោះបន្ទាប់មកគាត់ក៏ដើរបារជុំវិញកន្លែងដីច្រាបនោះតែម្ដងដើម្បីកុំឲ្យពួកអមនុស្សតំបន់នេះចូលមកយាយីពួកគាត់ទាំង3នាក់បន្ទាប់ពីគាត់ធ្វើការការពារខ្លួនរួចហើយគាត់រកអុសបង្កាត់ភ្លើងដើម្បីការពារសត្វសាហាវបន្ថែមទៀតរួចអំផានក៏បាននិយាយប្រាប់ទៅក្មួយគាត់ទាំង2នាក់ថាដរាបណាដែលពួកយើងស្ថិតនៅក្នុងដីច្រាបនេះនោះនឹងមិនមានអ្វីមកយាយីយើងបានទេលុះត្រាតែយើងចាក់ចេញពីដីច្រាបនេះយុគនេះទោះជាបានឃើញអ្វីឬក៏មានរឿងអ្វីកើតឡើងក៏ដោយក៏មិនត្រូវចាក់ចេញពីដីច្រាបនេះជាដាច់ខាតជាពិសេសរឹតតែមិនឲ្យនរណាម្នាក់ចូលមកក្នុងដីច្រាបនេះទៀតផងបើមិនដូច្នោះទេច្បាស់ជាមានគ្រោះថ្នាក់ជាក់ជាមិនខាន
ព្រោះអីនៅពេលយប់ឡើងច្បាស់ជាមានសភាវៈជាច្រើនមកបន្លំខ្លួនមកលួងលោមយើងឲ្យចាកចេញពីទីនេះរួចទៅតាមវាហើយវានឹងយកជីវិតយើងតែម្ដងអ្វីដែលយើងត្រូវធ្វើគឺមានតែសង្ងំនៅដីច្រាបនេះរហូតដល់ភ្លឺនោះយើងនឹងអាចរកផ្លូវខេងត្រឡប់ទៅផ្ទះវិញបាននៅក្បាលប្រឡប់គឺមិនមានអ្វីកាត់ឡើងចំពោះគាត់នោះទេគឺមានតែសត្វព្រៃដែលវាមកស៊ីដីច្រាបតែប៉ុណ្ណោះដូចជាឆ្លូសប្រើសរមាំងក្តាន់ប៉ុន្តែពួកវាគ្រាន់តែមកដល់ក៏ឃើញមានវត្តមានពួកគាត់នៅទីនេះពួកវាក៏ត្រឡប់ទៅវិញចំណែកឯពួកគាត់ក៏មិនបានធ្វើអ្វីចំពោះពួកវានោះដែរលុះដល់ពេលវេលាចេះតែរំកិលទៅមុខចិត្តចូលដល់ពាក់កណ្ដាលយប់ទៅហើយដោយសារអស់កម្លាំងក្មួយគាត់ទាំងពីរនាក់ក៏បានដេកលូកបាត់ទៅលូកបន្តិចក្រោយមកគាត់ក៏លឺសម្រឹកជើងដើរចូលមកតម្រង់មករកដីច្រាបដែលគាត់កំពុងនៅមិនយូរប៉ុន្មានគាត់ក៏ឃើញគប់ភ្លើងដូចជាមានមនុស្សកំពុងដើរចូលមករកគាត់ពេលគាត់ខំពិនិត្យមើលក៏ឃើញមានមនុស្ស4នាក់ដើរចូលមករកកន្លែងគាត់នៅមនុស្សទាំង4នាក់នោះមានមុខមាត់ដូចជាមនុស្សធម្មតាប៉ុន្តែមានសម្បុរខ្មៅបន្តិចប៉ុណ្ណោះពេលដែលគេដើរមកដល់កន្លែងដីច្រាបពួកគេភ្ញាក់ផ្អើលនឹងពួកគាត់ពេលនោះស្រាប់តែមនុស្សដើរមកគេក៏ស្រែកសួរថាតើអ្នកទាំងអស់គ្នាជាអ្នកណាម្ដេចបានជានាំគ្នាមកសង្ងំនៅទីនេះពួកយើងគឺវង្វេងផ្លូវរកច្រកចេញមិនឃើញទើបមកនៅទីនេះស្អែកពួកយើងនឹងរកផ្លូវត្រឡប់ទៅផ្ទះវិញហើយអូចឹងទេយើងស្មានតែពួកអ្នកជាខ្មោចព្រាយបិសាចមកពីណាព្រោះអីនៅសុកបែរជាឃើញនៅទីនេះអ្នកទាំងអស់គ្នាអាចទៅជាមួយយើងបានព្រោះអីយើងកំពុងត្រឡប់ទៅភូមិរបស់យើងគឺនៅក្បែរនេះទេតើនៅទីនេះពិតជាមានភូមិពិតមែនឬព្រោះយើងដើរមួយល្ងាចហើយគឺដូចជាមិនបានឃើញមានភូមិអីនោះទេនៅទីនេះពិតជាមានភូមិពិតមែនភូមិរបស់យើងមានចំនួនតែ25គ្រួសារប៉ុណ្ណោះដំបូងអ៊ំផាតគាត់ដូចជាជឿពួកគេទៅហើយដោយគាត់គិតថាប្រហែលជាមានភូមិជនជាតិភាគតិចនៅក្បែរនេះហើយមើលទៅគាត់តម្រង់ទៅជាមួយគេហើយព្រោះគាត់គិតថានៅភូមិរបស់គេប្រហែលជាមានសុវត្ថិភាពជាងភ្លាមនោះស្រាប់តែគាត់នឹកឃើញថាហេតុអីពួកគេទាំងអស់នោះមិនដើរចូលមកគឺនៅឈរស្រែកហៅឲ្យគាត់ទៅតាមពួកគេទៅវិញពេលនោះគាត់ក៏ឆ្លើយថាមិនអីទេអ្នកទៅចោះយើងស្នាក់នៅទីនេះមួយយប់ក៏បាននៅពេលនោះពួកមនុស្សទាំងអស់នោះមិនព្រមទៅនោះទេនៅតែនិយាយហៅគាត់ឲ្យទៅជាមួយបន្តទៀតតើអ្នកមិនអាណិតក្មេងៗទាំងពីរនាក់នោះទេអីបានជាទ្រាំនៅកណ្ដាលព្រៃទាំងយប់ដោយមិនខ្លាចសត្វសាហាវដោយមានការសង្ស័យអ៊ំផាតគាត់ក៏ចាប់ដីច្រាបមួយក្តាប់ដៃហើយសូត្រអាគមដាក់លើដីច្រាបនោះហើយបាចទៅលើមនុស្សម្នាក់ក្នុងចំណោមពួកគេទាំងអស់នោះស្រាប់តែមនុស្សម្នាក់នោះស្រែកយ៉ាងខ្លាំងដូចជាក្តៅផ្សាខ្លាំងណាស់អញ្ចឹងបន្ទាប់មកពួកវាក៏ប្រែរូបរាងពិតរបស់ពួកវាចេញមកពួកវាគឺជាខ្មោចព្រៃដែលបំពាន់ភ្នែកធ្វើឲ្យគាត់វង្វេងព្រៃនោះឯងពួកខ្មោចព្រៃទាំងអស់នោះខឹងសម្បាជាខ្លាំងបញ្ចេញនូវកាយវិការដូចចង់ហក់មកខំស៊ីពួកគាត់ទាំងរូបអញ្ចឹងប៉ុន្តែពួកវាមិនអាចចូលមកក្នុងតំបន់ដីច្រាបនោះបានទេពួកវាបានត្រឹមឈរបញ្ចេញកាយវិការខឹងសម្បាដោយមិនអាចលួងលោមពួកគាត់ឲ្យចេញមកបានប៉ុន្តែពួកវានៅតែមិនព្រមចាកចេញពីទីនោះឡើយបើពួកឯងមិនព្រមចេញពីទីនេះទេអញនឹងយកកាំភ្លើងបាញ់សម្លាប់ពួកឯងចោល
ផាតគាត់ក៏មានក្របអាគម5គ្រាប់ដែរប៉ុន្តែគាត់ទុកប្រើពេលដែលមានអាសន្នខ្លាំងប៉ុណ្ណោះនៅពេលពួកវាឮផាតដេញវាដូចនេះពួកវារឹតតែខឹងសម្បាព្រមទាំងស្រែកឲ្យគាត់ថាពួកឯងកុំសង្ឃឹមចេញពីព្រៃនេះបានឡើយសោះយប់នេះពួកឯងនឹងត្រូវស្លាប់នៅទីនេះហើយនឹងក្លាយជាចំណីរបស់ពួកយើងក្រោយពីពួកវានិយាយបែបនេះហើយពួកវាទាំងអស់នោះមិនព្រមទៅណានោះទេពួកវាព្យាយាមរកវិធីចូលមករកពួកគាត់ពេលនោះដោយឃើញពួកវានៅតែព្យាយាមមកទៀតផាតគាត់ក៏យកគ្រាប់កាំភ្លើងអាគមគាត់បាញ់ទៅលើខ្មោចព្រៃនោះហើយខ្មោចព្រៃមួយងាប់ភ្លាមរលាយបាត់នោះទៅធ្វើឲ្យគ្នាវាប៉ុន្មានទៀតនោះខឹងសម្បារឹតតែខ្លាំងប៉ុន្តែដោយខ្លាចគ្រាប់អាគមផាតនឹងមិនអាចចូលបានពួកវាក៏រត់ចូលព្រៃវិញបាត់ទៅក៏មិនមានរឿងអ្វីកើតឡើងទៀតនោះទេណាមួយមេឃក៏ជិតភ្លឺផងលុះភ្លឺឡើងអ្វីក៏ប្រែជាធម្មតាវិញពួកគាត់ក៏សម្គាល់រកផ្លូវគេងហើយត្រឡប់ទៅផ្ទះវិញទៅ